ខុសទេគឺខ្ញុំម៉ាក់ខ្ញុំត្រកូលជើដែលនាងជាអ្នកបង្កាត់ភ្លើងត្រូវប្រព្រឹត្តតែខ្លួនឯងឆាប់សិនខ្ញុំសុំកាន់តិចសិនម៉ាក់លោកពិតជាតកូលចៃបើណើគួរឲ្យចាប់អារម្មណ៍ដែលនេះជាមនុស្សដំបូងដែលហ៊ានស្រែកដាក់ខ្ញុំខ្លាំងឥឡូវនេះបញ្ញាប់ទៅផ្ទះជួយបង្កើតខ្លួនឲ្យខ្ញុំមួយទៅយ៉ាងម៉េចមាត់ថាអត់ប៉ុន្តែដល់ខ្លួននេះបញ្ជាក់ច្បាស់ណាស់អ៊ីយ៉ាអាចង្រៃយកនេះវិញពិតជាមិនដែលឃើញប្រុសណាអីក៏ចង់ក្បួនចឹងទេនាងអាយ៉ាណានឹងអ្នកកុំជួយចោលរឿងរបស់ខ្ញុំនាងគឺជាប្រពន្ធរបស់ខ្ញុំនោះខ្ញុំសូមដាស់តឿនលោកប្រើហិង្សាលើមនុស្សស្រីជាពេលខុសច្បាប់ចង់ឲ្យខ្ញុំប្រាប់ប្រពន្ធលោកទេគ្រូប៉ាឈីគឺខ្ញុំឆ្លោះចាំអីគ្រូប៉ាឈីខ្ញុំនៅចាំបានលោកធ្លាប់ជួយជាបានជំងឺសង្សាររបស់ខ្ញុំលោកជឿទេខ្ញុំអាចប្តឹងលោកទាល់តែលែងបានធ្វើការឆាប់សិនមិនបាច់ជាលោកមានសង្សារមានប្រពន្ធផងមានសង្សារផងតាមច្បាប់ឲ្យលោកចេញមុខទទួលខុសត្រូវមិនដឹងទេដោយសារស្រីម្នាក់មានពាក់ព័ន្ធអីនឹងគ្នាសុំចិត្តយកវិជាជីវៈខ្លួនឯងមកភ្នាល់វិជាជីវៈខ្ញុំមិនមែនលោកចាំមកឈប់គឺអាចមកឈប់ទេឈប់បើមានពេលញ៉ាយស្រីយកអត់ទៅចាប់លេខឲ្យពេទ្យព្យាបាលខួរក្បាលទៅត្រូវហើយចេញអុកចេញទៅអូយគ្រាន់បើឲ្យចាំតែមើលទៅមិនបានខ្ញុំត្រូវរកគេជំរាបបញ្ជីសិនអើយចាំមិនហើយខ្ញុំដូចជាកែកកជើងនេះត្រូវការដាក់ថ្នាំចាំខ្ញុំជួយមើលឲ្យមិនបាច់ទេផ្ទះខ្ញុំនៅខាងមុខនេះដល់ប្រហែលជាមានដល់ហើយអើយគ្រូប៉ែតអាយ៉ាលោកពូនឹងអ្នកគ្រូជាងលោកគ្រូប៉ែតអីទេពីដំបងចូលច្រឡំថាគ្រូប៉ែតឈីជាព្រះនារីឯណាមានគុណធម៌យ៉ាងនេះគេជាបរិយាល្អត្រឹមត្រូវច្បាស់ណាស់ឈឺទេអត់ឈឺទេអរគុណហើយលោកគ្រូប៉ែតបើគ្មានលោកគ្រូប៉ែតទេថ្ងៃនេះខ្ញុំមិនដឹងថាគួរធ្វើយ៉ាងម៉េចទេនាងខ្វះលុយខ្លាំងណាស់ទៅហេតុអីទៅរកមនុស្សប្រុសដែលមានអាយុចាស់ជាងនេះឆ្ងាយម្ល៉េះហើយប្រុសចាស់ដូចគ្នាបើបង្ហូរឲ្យខ្ញុំរៀបការជាមួយគ្រូប៉ែតឈីវិញខ្ញុំសុខចិត្ត 100%ភ័យកណ្ដាលណាស់ហើយយ៉ាងអីសៀវប្រាប់ថាគ្រូប៉ែតឈីមានប្រពន្ធហើយមិនត្រូវមានកំណត់បែបនេះលើគេទេមិនចង់និយាយក៏មិនអីដែរមួយរយៈនេះខ្ញុំពិតជាខ្វះលុយចាយមែនប៉ុន្តែខ្ញុំមិនមែនបើសិនជានាងខ្វះលុយចាយអាចនិយាយប្រាប់ខ្ញុំបានព្រោះនាងនៅក្មេងមិនត្រូវក្បត់នឹងខ្លួនឯងដើម្បីតែលុយទេខ្ញុំក៏អាចឲ្យនាងចៃបានដែរគ្រូប៉ែតឈីល្អជាងពួកខ្ញុំមែនប៉ុន្តែដោយសារខ្ញុំនឹងក្មួយរបស់គាត់អាយុស្មើគ្នាចាត់ទុកថាខ្ញុំជាកូនក្មេងត្រូវហើយខ្ញុំប្រហែលជាត្រូវឡើងតុលាការលេងលះបើសិនជានាងត្រូវការពួកយើងអាចទៅជាមួយគ្នាពិតមែនទេបើសិនណាចឹងអរគុណហើយគ្រូប៉ែតពិតមែនទេថងនេះដូចជាធ្លាប់ស្គាល់ធ្លាប់ឃើញនៅកន្លែងណាទេឥឡូវយប់ណាស់ទៅហើយជើងរបស់នាងក៏ដើរមិនរួចទៀតបើចឹងយប់នេះសម្រាប់ផ្ទះខ្ញុំមកយប់ទៅនៅក្នុងបន្ទប់មានការរបស់សៀវនាងខ្ចីប្រាសិនទៅខ្ញុំទៅទូរស័ព្ទមកផ្ទះដូចជាមិនសមទេដឹងនេះជារបស់ដែលអ្នកមីងចៅឲ្យខ្ញុំតាអាយ៉ាសំជាអ្នកមីងចៅពិតមែនមិនជាកងដៃទលេងណាយ៉ាងណាត្រូវសំទៅឲ្យគេវិញលួចបែកតិចគាត់តែគ្មានបញ្ហាមកទៅស្រស់ស្អាតណាស់ហើយកូនប្រុសរបស់គាត់អុយចាប់ហើយមិនបានចិត្តដោះអត់ចេញឯងជួបនាងហើយនៅនាងគួរឲ្យស្រឡាញ់ទេគួរឲ្យស្រឡាញ់រត់ខ្ញុំមិនដឹងទេខ្ញុំចាំមកកណាត់ថែមិនឃើញនាងមកគួរឲ្យខឹងណាស់មិនក៏អញ្ចឹងអ្នកត្រឡប់ប្រាប់ថានាងតូចនោះទៅហាងកាហ្វេតើបានតែខ្ញុំមិននិយាយទៀតទេបាននាងមកព្រមលេងលះទេចាំខ្ញុំរកមេធាវីប្តឹងនាងចុះលោកពូពិតជាចង់លេងលះជាមួយមីងថ្លៃមែនទេត្រូវតែលេងលះកុំប្រាប់ថាពេលឃើញអ្នកគ្រូជាងចង់លេងលះជាមួយមីងថ្លៃបើសិនជាឯងមានពេលទំនេរច្រើនណាចាំពូប្រាប់ឲ្យអ្នកគ្រូជាងជួយដាក់ការងារផ្ទះឲ្យច្រើនបន្តិចកុំអីខ្ញុំទៅវិញហើយសុំសិនជួយយកឈុតគេដាក់រួចឡើងមកផងណាអូខេសាក់ទាពេលងាប់មាត់វារឹងហើយស្អីគេរឿងមនុស្សចាស់កុំចង់ដឹងបើមិនពេញចិត្តមិនក៏បីគេចូលផ្ទះអញ្ចឹងសៀវអ្នកគ្រូជួយយកឈុតកេងនេះទៅឲ្យពូខ្ញុំផងបានទេ
ហ៎អាយ៉ាខ្ញុំមានកិច្ចការច្រើនណាស់ត្រូវធ្វើទៀតអញ្ចឹងអរគុណអ្នកគ្រូហើយអាយ៉ាមិនសមទេដឹងណែគឺថាគឺខ្ញុំ សេសៀវហ៎ទុកនៅក្រៅហ្នឹងហ៎ ដងខ្លួនគេដូចជាមិនចាញ់ប្រងមកដែរកាលពីយប់នោះទេអញ្ចឹង បាច់បានជានាង គឺថាសៀវគេមិនទាន់ធ្វើកិច្ចការផ្ទះរួចតែបានឲ្យខ្ញុំយកឈុតគេមកឲ្យលោកគ្រូប៉ែតតែគ្មានកិច្ចការទេខ្ញុំទៅវិញហើយក ងដៃប្រចាំគ្រួសារ ម្យ៉ាងទៀតបាក់កុលកងដៃគុជតែជាទួតឯងឲ្យមួយម៉ាក់ឲ្យទៅនាងហើយមង្គលការមិនទទួលក៏ត្រូវតែទទួលដែរណា រឿងមួយនេះជាប្រពន្ធដែលម៉ាក់របស់ខ្ញុំរកឲ្យខ្ញុំ អើយលោកគ្រូប៉ែត ចឹងអីតើកងដៃមួយនេះនាងបានមកពីណា កងដៃនេះគឺថាគឺបាច់ខាតមិនអាចប្រាប់គេថាមិនឲ្យខ្ញុំឲ្យទេខ្ញុំរើសបានតាមផ្លូវ តើខ្ញុំកំពុងតែគិតអីប្រពន្ធដែលម៉ាក់រកឲ្យខ្ញុំគឺជានាងក្នុងគ្រួសារជាងរឿងអីចេញមករកនោះដោយបង្រៀនតាមផ្ទះ មិនដឹងលោកគ្រូប៉ែត ចៃដន្យមែនក្នុងគ្រួសាររបស់ខ្ញុំក៏មានកងដៃប្រភេទបែបនេះដែរ កងដៃមានរូបរាងអញ្ចឹងដូចតែគ្នានឹង ជើងរបស់នាងបានធួរហើយនៅនេះ ធូរហើយទៅក៏បានដែរអាយយអូយ ចាំមិនដឹង អត់អីទេអត់អីទេ ចាំខ្ញុំជួយទៅបន្ទប់ មិនល្អទេលោកគ្រូប៉ែត កុំប្រកែកអី អារម្មណ៍ដូចមកគឺស្នេហ៍គេពិតជាល្អមែនតើមើលចាអើយរំខានលោកហើយ ជើងនាងត្រូវការសម្រាប់ឲ្យច្រើនខ្ញុំណាត់ជាមួយមេធាវីដើម្បីលេងលះពេលជើងនាងជាចាំខ្ញុំនាំនាងទៅជួប មិនក៏លឿនម្ល៉េះ បាទនាងចង់ចរចាគ្នាជាមួយប្តីម្ដងទៀតខ្ញុំក៏គ្មានកំណត់អ្វីផ្សេងដែរប៉ុន្តែខ្ញុំសូមនិយាយតាមត្រង់បើយល់ថាមិនស័ក្តិសមយល់អស់ប្រញាប់បញ្ចប់ទៅ ខ្ញុំយល់ថាលោកគ្រូប៉ែតនិយាយត្រូវបើមិនស័ក្តិសមគួរតែប្រញាប់បញ្ចប់ទៅបានអញ្ចឹងស្អែកនេះខ្ញុំទៅជួបមេធាវីជាមួយលោកចុះ គិតច្បាស់ជាការល្អហើយឆាប់សម្រាប់ទៅ មកពីអញហ្នឹងខ្ញុំបេះតែត្រូវគេចាប់បានគួរតែប្រញាប់យកទៅសងម្ចាស់ដើមវិញ គឺនារីម្នាក់ដែលជាឯងថាជាព្រាននារីនោះតាមិនបានជាបដាគ្នាមកអញ្ចឹង សួស្ដីខ្ញុំឈ្មោះចាងអ៊ី សួស្ដីខ្ញុំឈ្មោះសិនសួស្ដី ថ្ងៃមុនខ្ញុំជាច្រឡំលោកគ្រូប៉ែតឈីតាមពិតទៅគាត់ជាមនុស្សល្អសោះឥឡូវខ្ញុំជាគ្រូបង្រៀនក្មួយស្រីគាត់ដល់ផ្ទះគាត់បំណងខ្ញុំមកលើកនេះដូចលោកគ្រូប៉ែតឈីដែរគឺដើម្បីលេងលះ សួស្ដីណាគ្រូជាងខ្ញុំឈ្មោះតាសិនស៊ីជាមិត្តល្អរបស់លោកឈីណាតើរកមេធាវីហើយឬនៅរកហើយបើចឹងចូលទៅមិនអីទេចូលទៅណែឯងច្បាស់ហើយមែនទេថាមិនតែជួបមុខប្រពន្ធរបស់ឯងនោះហើយចុះបើប្រភេទនារីដែលឯងចូលចិត្តនោះវាមិនបាត់ឱកាសទៅហើយទេឯងស្រឡាញ់ទេស្រីទៅមកពីបរទេសហើយធ្វើរអាស្រូវដាក់ឯងនោះទុកថាមិនបាននិយាយចុះឆាប់ទៅ មិនស្មានថាលោកគ្រូប៉ែតឈីតែមនុស្សស្រីធ្វើរឿងអាស្រូវដាក់គាត់តាមមើលគាត់ក៏មិនល្អជាងខ្ញុំប្រហែលដែរ សុំណែនាំបន្តិចខាងនេះគឺមេធាវីជើជាមេធាវីស្លាកមេនៅក្នុងអាជីពហើយរឿងលេងលះគឺចំណេញរបស់គាត់ហើយអាចដោះស្រាយបានខ្ញុំជាមេធាវីទទួលខុសត្រូវសំណុំរឿងអ្នកទាំងពីរតើនរណាចូលមុនទៅចឹងអីនាងចូលមុនទៅបើកន្លែងណាឆ្ងល់នឹងព្រួយបារម្ភអាចសូមមេធាវីជើបាន ល្អ នាងចឹងនាងនិយាយទៅមើលអំពីរឿងស្នេហារបស់ប្តីប្រពន្ធអ្នកទាំងពីរ ខ្ញុំឈ្មោះចាងអ៊ីអាយុ21ឆ្នាំតើតើមកពីរៀនក្រៅប្រទេសម៉ាក់ខ្ញុំគឺចង់ ចូលក្រៅពីពីដល់ចិត្តឯងអាចនិយាយបានថាខ្ញុំមិនស្រីម្នាក់នោះគ្មានមូលដ្ឋានគ្រឹះស្នេហាសូម្បីមុខគ្នាក៏ធ្លាប់ឃើញ ម្នាក់នោះមានសង្សាររួចហើយហ៊ានចង់លិខិតអាពាហ៍ពិពាហ៍ជាមួយខ្ញុំនេះបញ្ជាក់ថាស៊ីក្នុងចានសម្លឹងក្នុងឆ្នាំង ទៅមកពីក្រៅប្រទេសតែដេកជាមួយនឹងប្រុស model រួចបោះក្នុងអ៊ីនធឺណិតមានន័យថាមិនឲ្យតម្លៃខ្ញុំស្រីម្នាក់នេះបាទមិនមែនជាស្រីល្អទេ ដល់ណាខ្ញុំចង់យកកងដៃទៅសងគេវិញអ្នកណាទៅដឹងថាគេចូលមកព្រៀនថាទៅដៃខ្ញុំ កងដៃមួយនោះគឺជាកងដៃប្រចាំត្រកូលនាងបែរជាមិនព្រមឲ្យមកវិញហើយក៏មិនព្រមលែងគ្នា ថាតែឲ្យខ្ញុំជួយបង្កើតកងដៃគេទៀតពិតជាប្រុសសម្អុយតាំងពីក្បាលដល់ចុងជើង នាងចង់បាត់ទ្រព្យសម្បត្តិរបស់ខ្ញុំមិនឲ្យស្រីប្រភេទនេះចូលគ្រួសារជីទេ សំខាន់បំផុតគេធ្វើអាក្រក់ហើយខ្ញុំដាច់ខាតមិនឲ្យអនាគតខ្ញុំត្រូវបំផ្លាញក្នុងដៃប្រុសព្រៀននេះទេ ដូច្នេះខ្ញុំត្រូវតែលែងលះអ្នកទាំងពីរច្បាស់ហើយ
ថាមិនដែលធ្លាប់ជួបមុខគ្នាស្រីធននឹងខ្ញុំខ្លាចជួបមុខនាងហើយយកសាប់អាក្រក់ទេណានាងជួបប្តីណានាងហើយ ប្រកាសហើយលោកមិនដឹងទេគ្រាន់តែជួបគ្នាលើកដំបូងគេចាប់ដៃរបស់ខ្ញុំប្រាប់ឲ្យខ្ញុំជួយបង្កើតកូនអូយទស្សនវិជ្ជាបែបនោះគ្រាន់តែគិតមានអារម្មណ៍ចង់ក្អួត ណានាងតកូលជាងនិងអ្នកស្នងមរតកតកូលឈីគឺពួកគេទាំងពីរនាក់ហើយចប់ហើយម្ដាយរបស់ពួកគេទាំងពីរបានដឹងថាខ្ញុំរៀបចំឯកសារឲ្យពួកគេលែងលះអាជីពមេធាវីរបស់ខ្ញុំរក្សាមិនគង់ទេចំជាការងារទាជីវិតខ្ញុំមែន លោកមេធាវីពិបាកខ្លាំងណាស់មែនទេ ខ្ញុំយល់ថាបានជារៀបការទៅហើយព្រមលិខិតកំណត់យល់អត់អ្នកទាំងពីរស្កាត់ជួបគ្នាសិនទៅថាមិនត្រូវអាចមានអារម្មណ៍ល្អរៀងខ្លួនអស់សំណើចរឿងអីខ្ញុំមានអារម្មណ៍ល្អជាមួយស្រីធននឹងនោះថាមិនបានទេបើការរួចហើយច្បាស់ជាអាចឆ្លាញ់គ្នាវិញមិនអាចទេខ្ញុំដាច់ខាត់មិនទៅឆ្លាញ់ ខ្ញុំដាច់ខាត់មិនទៅស្រឡាញ់ ស្រីសាបារបៀបហ្នឹងទេ ប្រុសមានចិត្តពីរបែបអញ្ចឹងទេ រឿងរ៉ាវខ្ញុំស្វែងយល់បានច្រើនហើយដូច្នេះអ្នកទាំងបីទៅវិញសិនចុះ អរគុណលោកមេធាវី តែសិនហើយហើយបើកុំតែត្រូវកំណត់ដោយច្បាប់ត្រូវរក្សាការសម្ងាត់ជូនសម័យជនមិនអាចបង្ហើបដំណឹងឲ្យនរណាដឹងទេចាំបាច់ឈឺចាប់យ៉ាងនឹងធ្វើស្អីទៅឲ្យព្រៀបដាស់មែនហើយអាឡូលោកស្រីជាងថ្ងៃនេះខ្ញុំដូចជាបានជួបកូនរបស់លោកស្រីទៅការិយាល័យមេធាវីណានេះមកប្រឹក្សាយោបល់អំពីរឿងលែងលះគ្នា ថាម៉េចជូនដំណឹងទៅអ្នកណាហ៊ានបំផ្លាញមង្គលការគ្រួសារជាងយើងកុំនៅក្រុងចាំងទៀតអី មុនទទួលដំណឹងលែងលះមានការសម្រាប់សម្រួលគ្នាទោះបីព្រមម្នាក់នោះមិនព្រមលែងលះជាមួយនាងខ្ញុំក៏ដល់នាងឡើងតុលាការបាន អរគុណលោកគ្រូពេទ្យប៉ុន្តែទោះយ៉ាងណាខ្ញុំត្រូវតែសិបព័ត៌មានភាគីម្ខាងទៀតឲ្យច្បាស់ងាយស្រួលត្រៀមការងារសម្រាប់ឡើងតុលាការអាឡូម៉ាក់មានតាអីជាចាថ្ងៃនេះឯងទៅការិយាល័យមេធាវីប្រឹក្សាយោបល់រឿងលែងលះមែនទេដឹងហើយម៉ាក់ប្រាប់ឯងបើហ៊ានលែងលះក៏មិនទោះម៉ាក់បាយបបាស់ជើងឯងម៉ាក់ធ្វើចាំដូចជាច្រើនកូនស្រីទម្លាក់រំដៅភ្លើងម៉ាក់ដឹងទេប្រុសម្នាក់នោះគេប្រុសម្នាក់នោះមិនត្រឹមតែញ៉ៃទេជាព្រាននារីថែមទៀតផងប្រុសព្រានមិនអាចទេកូនអ៊ីនលីម្នាក់នោះមិនមែនចឹងទេឯងច្រឡំទេដឹងគឺជាការប៉ាត់អេចាប់សិនម៉ាក់ថាគេឈ្មោះអីទៅឈីអ៊ីនលីសុំបីប្តីខ្លួនឯងឈ្មោះស្អីក៏មិនដឹងឈីអ៊ីនលីចាំគ្រូប៉ាត់ឈីអ៊ីនលីគឺជាប្តីខ្ញុំចាំលោកគ្រូប៉ាត់ឈីអ៊ីនលីជាប្តីខ្ញុំឈីអ៊ីនលីជាអ្នកស្នំមរតកគ្រួសារឈីតែម្នាក់គត់លក្ខណៈសម្បត្តិល្អលើគេចេញពីផ្ទះមានឡានទំនើបអមដំណើរមានទាំងអង្គរៈទៀតចង់និយាយថាឈីអ៊ីនលីដែលខ្ញុំស្គាល់គ្រាន់តែជាគ្រូប៉ាត់ផ្នែករកស្ត្រីធម្មតាម្នាក់ប៉ុណ្ណោះមិនដូចជាអគ្គនាយកសម្ព័ន្ធត្រកូលឈីអស្ចារ្យស្អីទេមើលទៅគ្រាន់តែឈ្មោះត្រកូលដូចគ្នាចេះទៅឯងមកសន្តាគារជីងហៅមកផ្លែតដោយសារក្រុមគ្រួសារគេនៅទីនោះឈីអ៊ីនលីក៏នៅដែរមានអ្វីមិនពេញចិត្តនិយាយដោយបានចំហច្បាស់លាស់និយាយរួមម៉ាក់មិនចង់ឲ្យឯងលែងលះគ្នាទេត្រូវហើយមិនតែគេចុះកងដៃសងលោកស្រីឈីវិញមិនឲ្យខ្ញុំលែងលះមែនទេខ្ញុំត្រូវតែលែងខ្ញុំមិនអនុញ្ញាតឲ្យខ្សែជីវិតខ្ញុំត្រូវបំផ្លាញដោយសារប្រុសម្នាក់នេះទេបានហើយប៉ុណ្ណឹងសិនចុះលោកគ្រូប៉ែតអាចជូនខ្ញុំទៅសន្តាគារជីងហៅបន្តិចបានទេអូបាននេះមានការណាត់ជួបមែនទេមិនមែនទេគ្រាន់តែទៅញ៉ាំបាយជាមួយគ្រួសារខាងប្តីខ្ញុំឆ្លៀតឱកាសនិយាយរឿងលែងលះផងអូខេលោកគ្រូប៉ែតខ្ញុំទៅសិនហើយបាយលោកជាសំណួរចុងក្រោយបាញ់មិញមានន័យថាយ៉ាងម៉េចទៅដូចជាខ្លាចគេមានការណាត់ជួបគ្នាអញ្ចឹងគូក្បាលឯងពេញមួយថ្ងៃគិតអីទៅលោកជាយើងស្គាល់គ្នាបន្តិចឆ្នាំទេណាដូចជាមិនដែលឃើញឯងយកចិត្តទុកដាក់លើស្រីណាផងនឹងតែពួកម៉ាក់គ្រាន់តែជំរុញឯងទេជីវិតកូនការឯងគ្មានក្តីសុខសប្បាយបន្តិចតែវាមិនប៉ះពាល់សិទ្ធឯងស្វែងរកក្តីស្រឡាញ់ពិតប្រាកដទេត្រូវទេខ្ជិលខ្វល់សម្ដីឯងណាទូរស័ព្ទអាឡូអ៊ីនលីយ៉ាថ្ងៃនេះម៉ាក់ដាក់គ្រួសារខាងខ្លួនឯងមកញ៉ាំបាយឯងឆាប់មកភ្លាមម៉ាក់ខ្ញុំនិយាយឲ្យមកកូនការនេះខ្ញុំមិនស្ម័គ្រចិត្តទេខ្ញុំត្រូវលែងលះឲ្យបានឯងត្រូវតែមកទីកន្លែងសន្តាគារជីងហៅបន្ទប់លេខ888បើឯងមិនមកទេណាម៉ាក់យកខ្សែចងកនៅលើក្នុងផ្ទះហើយចៃដល់ម្លេះនៅសន្តាគារជីងហៅដូចគ្នាឡខ្ញុំដឹងហើយបន្តិចទៀតទៅដល់ហើយសួស្ដីលោកស្រីជាងសួស្ដីមិនទៅមកតែម្នាក់ឯងមិនជួបប្រពន្ធឯងទេហ៎មែនហើយឯណាជាងបើតាមពេលវេលាណាត់ជួបគួរតែមកដល់បាត់ហើយតាមទឹកខ្ញុំមិនឃើញនរណាផ្សេងទេតែកង្វេងផ្លូវទេដឹងឯងឆាប់ទៅរកគេទៅឆាប់ទៅបាទញ៉ាំមុនទៅណាចាំអីពិតជានាងមែនអីខាតជួបគ្នាច្រើនឆ្នាំមកនេះរក្សារៀងនៅតែស្អាតដដែលណោះហើយយ៉ាពិតជាអស្ចារ្យមែនអាយ៉ាមិនប្រាក់ចាស់ជួបគ្នារាក់ទាក់គ្នាបន្តិចទៅចាំត្រឡប់ទៅវិញតចូលទៅផឹកប្រមាណកៅទៅចង់ធ្វើអីណាខោចេញទៅហើយនេះជាមនុស្សស្រីមកសន្តាគារជីងហៅមានការអ្វីទៅអូខ្ញុំដឹងហើយ
ប្រកាសជាមកដាក់ពីធ្វើការលៀកចានឲ្យគេហើយមើលទៅ កាលនោះប្រតិចាំទៅពេលវេលារៀនសូត្រមិនឲ្យអ្នកណារំខានតែខ្ញុំមិនប្រាប់ពីឋានៈគ្រួសារខ្ញុំមិនស្មានថាលេខពីចាចាមអារ៉ាមបែបនេះទេ សន្តាគារជីងហើយស្ថិតនៅក្រោមចំណោះរបស់សម្ព័ន្ធតកូលឈីពីមុនរៀនមហាវិទ្យាល័យកិច្ចសាលាមានផ្ទៃពោះគ្មានអ្នកណាចង់បាននាងទៀតទេ ថាម៉េចកិច្ចសាលាមានផ្ទៃពោះដែរមែនទេ នាងមិនដឹងទេអីខ្ញុំគឺជាអ្នកផ្សព្វផ្សាយអ្នកណាឲ្យនាងបដិសេធជាមួយខ្ញុំធ្វើអី ចាជាមែនទេហើយយ៉ា